រៀនឲ្យកម្លាំងចិត្តដល់អ្នកដទៃវាមិនមានអ្វីលំបាកនោះទេបើយើងបានអប់រំនៅមេត្តាចិត្តនិងតាំងខ្លួនធ្វើជាកល្យាណមិត្តនៃអ្នកដទៃនោះគឺអាចធ្វើបានងាយទៀងដែលជារបស់សំខាន់ណាស់ជាអាយុជីវិតរស់នៅផងជាអាយុជីវិតនៃការងារផងព្រោះមនុស្សអស់កម្លាំងចិត្តអាចសម្លាប់ខ្លួនបានយើងគួរតែរកឱកាសសរសើរលើកទឹកចិត្តអ្នកដទៃឲ្យត្រូវទៅតាមសេចក្តីពិតនិងសមគួរតាមកលៈទេសៈដោយមិនត្រូវចេះបញ្ចូលខុសរឿងនោះទេព្រោះការសរសើរឲ្យកម្លាំងចិត្តមិនមែនត្រឹមតែធ្វើឲ្យអ្នកដទៃមានសេចក្តីសុខប៉ុណ្ណោះឡើយនៅធ្វើឲ្យយើងឃើញសេចក្តីសំខាន់នៃខ្លួនយើងត្រង់ដែលមានសមត្ថភាពឲ្យសេចក្តីសុខសេចក្តីចម្រើនកើនប្រយោជន៍ដល់អ្នកដទៃទៀតផងទុកដូចជាវត្ថុដ៏ស័ក្តិសិទ្ធិមួយផងដែរជំនួយសតិភាគទី22ទំព័រ97